ការខាត់ខ្លួនតារាចម្រៀងបាទលោកពេជ្រតូនីដែលជាម្ចាស់បទអាកូនឈាមថោកពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀនគឺជាព័ត៌មានคล้ายៗការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីការខាត់ខ្លួនតារាចម្រៀងម្ចាស់បទអាកូនឈាមថោកគឺលោកពេជ្រតូនីពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀនគឺជាព័ត៌មានคล้ายៗវាជារូបភាពកាត់តពីជនបំពុលសង្គមតែប៉ុណ្ណោះនេះបើតាមការជូនដំណឹងរបស់អធិការដ្ឋាននគរបាលខណ្ឌទូលគោកអធិការដ្ឋាននគរបាលខណ្ឌទូលគោកសូមជូនដំណឹងទៅដល់បងប្អូនអ្នកសារព័ត៌មានក៏ដូចជាអ្នកលេងបណ្ដាញសង្គមបេតាជ្រាបថាដោយឃើញមានបាទកណនី Facebook មួយចំនួនបានយករូបអ្នកចម្រៀងម្ចាស់បទអាកូនឈាមថោកទៅបង្ហោះដោយមានជាប់បាទ logo អធិការដ្ឋាននគរបាលខណ្ឌទូលគោកនៅពីក្រោយដែលសរសេរចំណងជើងថាខាត់ខ្លួនតារាចម្រៀងម្ចាស់បទអាកូនឈាមថោកលោកពេជ្រតូនីពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀនគឺជាព័ត៌មានคล้ายៗវាជារូបភាពកាត់តពីជនបំពុលសង្គមតែប៉ុណ្ណោះបាទអញ្ចឹងកាត់តបំណងអីបាទខាងអធិការដ្ឋានបានចេញមកបញ្ជាក់ណាខាងខណ្ឌទូលគោកបាទគឺមិនមានការចាប់ខ្លួនបាទអ្នកចម្រៀងឈ្មោះពេជ្រតូនីម្ចាស់បទអាកូនឈាមថោកនេះទេបាទអញ្ចឹងគឺជាបាទព័ត៌មានคล้ายៗបាទបង្កើតឡើងដើម្បីបំពុលសង្គមតែប៉ុណ្ណោះហើយទ្រាំដឹងคล้ายៗហ្នឹងអ្នក share អ្នកជេរពេញទឹកពេញដីបាទជេរហើយចង្កាយើងអាចខូចដល់កិត្តិយសរបស់សម័យខ្លួនទៀតបាទអាចដាក់ពាក្យប្តឹងបានបាទដើម្បីស្វែងរកមុខអ្នកដែលបង្កអ្នកដែលផុសបំពុលសង្គមហ្នឹងនៅនាងរតនាព្រោះឥឡូវយើងមានខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបាទគឺលោកមានជំនាញនៅក្នុងការស្វែងរកអ្នកដែលប្រព្រឹត្តបទល្មើសតាមអនឡាញបាទអញ្ចឹងកុំគិតថាយើង lock profile បាទយើងបិទកណនីរបស់យើងគេរកអត់ឃើញបាទគឺគេមានជំនាញរបស់គេនៅក្នុងការរកបាទអញ្ចឹងប្រយ័ត្នមែនទែនចាប់ខ្លួនបានប្រហែលនេះឯងអ្នកដែល fake profile បង្ហោះព័ត៌មានคล้ายៗឬក៏បាទបង្ហោះអ្វីពាក់ព័ន្ធទៅដល់បុគ្គលផ្សេងៗនៅរដ្ឋាភិបាលខ្ញុំឃើញនៅ page បាទខាង cyber crime ហ្នឹង anti cyber crime គឺគាត់ចាប់បានប្រហែលនេះឯងបាទអញ្ចឹងប្រយ័ត្នមែនទែនបាទអ្នកដែលធ្វើបែបនេះបាទឈប់បានឈប់ទៅបាទប្រយ័ត្ននាំទោសដាក់ខ្លួនបាទ